ជំរាបសួរលោកគ្រូទាំងអស់គ្នាថ្ងៃនេះយើងនឹងរៀបចំ setup ទៅលើម៉ាស៊ីនថ្មីរបស់យើងឈ្មោះ Urite TD 4125ដែលជាម៉ាស៊ីនជួសជុលស្ករមកពីប្រទេសតៃវ៉ាន់អញ្ចឹងម៉ាស៊ីនហ្នឹងវាមាន feature ល្អច្រើនទី1វាអត់ត្រូវការឈាមច្រើនទេទី2 restart ចេញក្នុងរយៈពេល7វិនាទីហើយវាមាន memory test ដល់450អញ្ចឹងលោកគ្រូអាចសាក testing បានអញ្ចឹងបើសិនជាលោកគ្រូមានផលិតផលហ្នឹងពេលយើងបើកមកក្នុងនោះវាមានអីគេខ្លះអញ្ចឹងក្នុងនោះវាមានបញ្ចូលជួស lancet មាន lancing device ម៉ាស៊ីនសម្រាប់ជួសឈាមហ្នឹងមានថ្ម2ថ្មពិល2មាន manual មានម៉ាស៊ីនផងវាហើយនឹងមាននឹង test strip ខ្លះដែរដើម្បីយើង start បានអញ្ចឹងយើងចាប់ដើមដាក់ថ្មចូលក្នុងម៉ាស៊ីនវានឹង load មកអញ្ចឹងអានោះយើងនឹងអាចប្រើប្រាស់បានហើយទៅលើម៉ាស៊ីនហ្នឹងប៉ុន្តែបើសិនជាលោកគ្រូចង់ដូរម៉ោងពេលវេលាយើងអាចទៅខាងក្រោយនេះយើងឈ្មោះ set យើងចុចទៅលើហ្នឹងទៅវានឹងចេញមកឲ្យយើង set ទៅលើនឹងឆ្នាំបាទអញ្ចឹងទី1 2025អញ្ចឹងពេលលោកគ្រូដល់កន្លែងដែលយើងត្រូវ set យើងត្រូវចុចអា set នៅខាងក្រោយហ្នឹងពណ៌វាពណ៌ទឹកក្រូចហ្នឹងយើងចុច set ទៅវាទៅមុខទៀតហើយអញ្ចឹងខែ11 set ថ្ងៃទីប្រហែលថ្ងៃនេះយើងដូរវាទៅថ្ងៃទី6 7យើងយក12ឬក៏24ម៉ោងសេះចិត្តគាត់អញ្ចឹងម៉ោងនេះម៉ោង 9:33 ម៉ោង 9:33 បាទអញ្ចឹង milligram per deciliter ឬក៏ millimole per liter ធម្មតាយើងចំណោះយើងចង់មើលទៅលើ milligram យើងចុច set ហ្នឹងទៅset target បើសិនយើងចង់ target low ប្រហែលដែរដែលជា target យើងដែលយើងចង់ low ឧទាហរណ៍ខ្ញុំថាឥឡូវឲ្យទៅក្រោម87ខ្ញុំថាវា low បើ high លើសពី121ហើយបើសិនជា low ពេលដែលគាត់អត់តញ៉ាំបាយ76 high មុននឹងពេលដែលគាត់អត់តញ៉ាំបាយ131 low តើតទៅលើគាត់ញ៉ាំបាយហើយ PC បានន័យថា post meal 82អានេះចឹងអានេះជាអ្វីដែលយើង set ជា target បាទអានេះបើសិនយើងចង់ set ជា alarm មានដល់4 alarm ដែរទី2អ្វីដែលយើងមានដែរយើងមានជា machine lancing device ក្នុងហ្នឹងវាមានកម្រិតឈាមដែលយើងចង់បានអញ្ចឹងបានន័យថាអាខាងនេះឈាមច្រើនខាងនេះឈាមតិចជាងគេបានហើយវាចូលជ្រៅនិងចូលរាក់តាមហ្នឹងណាបាទអញ្ចឹងធម្មតាបើសិនជាដៃគាត់ទន់ល្មមទេយើងមិនចាំដាក់ជ្រៅពេកទេបើសិនដៃគាត់រៀងក្រាស់ចាំយើងដាក់រៀងជ្រៅបន្តិចបាទអញ្ចឹងបើសិនយើងបើកវាមករូបភាពវាអញ្ចឹងហើយលោកគ្រូអាចដាក់មកចូលក្នុងហ្នឹងហើយយើងអាចកាច់ក្បាលវាចោលដើម្បីយើងបរិញ្ញាអ្នកជំងឺយើងគាត់ចេះធ្វើអញ្ចឹងមកចូលហ្នឹងហើយយើងបិទវាចូលទៅវិញទៅបាទអញ្ចឹងបើកមកណាបានន័យថាយើងបើករុញទៅវិញវា lock បិទវិញពេលដែលពណ៌នឹងចេញពណ៌yellow ហ្នឹងឬក៏ orange ទឹកក្រូចហ្នឹងបានន័យថាហ្នឹងវា ready សម្រាប់ប្រើប្រាស់ហើយលោកគ្រូអាចដូរកម្រិតទៅលើនឹងការជំរឿនរបស់ lancing ហ្នឹងដើម្បីយើងមើលតាមទៅបាទនេះយើងអាមេវាដើម្បីយើង ready រួចហើយយើងដាក់ដៃរបស់គាត់ចូលទៅយើងអាចចុចនេះវានឹងចាប់ផ្ដើមជាទីទៀតយើងនឹង go through detail ទៅលើហ្នឹងវាប្រើប្រាស់ម៉ាស៊ីនបាទអញ្ចឹងម៉ាស៊ីនហ្នឹង ready for use ហើយអញ្ចឹងបើសិនជាយើងចង់ជួសឈាមស្ករឲ្យអ្នកជំងឺឬក៏អ្នកជំងឺក៏ចង់ជួសឈាមស្ករខ្លួនឯងយើងគ្រាន់តែ insert a test strip ហ្នឹងចូលក្នុងក្បាលម៉ាស៊ីនវាតែម្ដងពេលដែលយើងកាន់ test strip ហ្នឹងសូមប្រយ័ត្នតិចកុំឲ្យយើងកាន់នៅលើក្បាលវាហើយឬកាន់កន្លែងនេះយើងកាន់ចំកណ្ដាលវិញហើយយើង insert វាចូលដាក់ចូលជាចេះតែម្ដងពេលដែលយើង insert វាចូលវានឹង activate ម៉ាស៊ីនហ្នឹងហើយម៉ាស៊ីនហ្នឹងនឹង ready សម្រាប់យកឈាមស្ករឲ្យពីអ្នកជំងឺអញ្ចឹងដល់ពេលដែលយើងជួសឈាមស្គាត់ហើយយើងអាចយកហ្នឹងយកឈាមតែម្ដងបាទចានេះ ready អញ្ចឹងបានន័យថាវាកំពុងតែត្រូវការឈាមពីអតិថិជនរបស់យើងអូខេអញ្ចឹងរបៀបយើងប្រើប្រាស់តកតងលើការបរិញ្ញាអតិថិជនរបស់យើងទី1យើងត្រូវមាន alcohol pads ដើម្បីយើងជូតដៃរបស់គាត់ទី2យើងត្រូវមានបញ្ចូលថ្មីរហូតពេលយើងប្រើប្រាស់យើងឲ្យគាត់ដូរបញ្ចូលថ្មីរហូតបាទអញ្ចឹងយើង ready អញ្ចឹងដំបូងឡើងយើងយកអាកុលហ្នឹងយើងជូតដៃគាត់
ពេលដែលយើងជូតយើងចាំឲ្យវារៀងស្ងួតតិចទៅហើយអ្វីដែលខ្ញុំជូតខ្ញុំអត់ជូតវើជុំខ្ញុំអាចជូតវើជុំវិញចេះឬក៏ខ្ញុំអាចធ្វើអញ្ចេះវាល្អជាងមានន័យថា1 2អញ្ចឹងយើងសម្រាប់មេរោគនៅលើដៃរបស់គាត់ហើយយើងចាំវារៀងស្ងួតហើយយើង set device យើងអញ្ចឹងបើសិនដៃគាត់អត់សូវគាត់ទន់ទេអញ្ចឹងខ្ញុំមិនចូលជ្រៅពេកទេអញ្ចឹងអាមេ ready to go ហើយបើសិនជាអាចបានយើងអាចជួយជូតកន្លែងនេះតិចតួចទៅដើម្បីយើងសម្រាប់មេរោគនៅខាងមុខនោះដែរម៉ាស៊ីន test strip របស់យើងដាក់ជាចូលទៅក្នុងម៉ាស៊ីនអញ្ចឹងមានន័យថាវា ready ដើម្បីជួសជុលស្ករទៅអ្នកជំងឺហើយអញ្ចឹងឃើញ load ហ្នឹងអញ្ចឹងយើងពេលដែលយើងជួសជុលស្ករឲ្យអ្នកជំងឺយើងកុំចុចវាអញ្ចេះព្រោះហ្នឹងវាអាចធ្វើឲ្យគាត់ឈឺហើយទី2កុំឲ្យចុចជួសចំកណ្ដាលនឹងពេកព្រោះកណ្ដាលវាមាន nerve sensory ច្រើនអញ្ចឹងវាធ្វើឲ្យគាត់ឈឺខ្លាំងខ្លាំងអញ្ចឹងបើសិនជាអាចបានយកចំហៀងវាល្អជាងអញ្ចឹងបើសិនជាខ្ញុំយកឈាមខ្ញុំយកនៅចំហៀងអញ្ចឹងខ្ញុំអាមេហើយឃើញពណ៌អញ្ចឹងពេលយើងចុចនៅលើនេះឬខាងនេះប៉ុន្តែកុំចំកណ្ដាលព្រោះហ្នឹងវាអាចឈឺជាងអញ្ចឹងណាអញ្ចឹងខ្ញុំនឹងអាចចាប់ផ្ដើមទៅអញ្ចឹង1 2 3ពេលដែលគាត់ឈាមនឹងហើយយើងយកម៉ាស៊ីនហ្នឹងយើងចុចឲ្យវាបើកចូលបាទអញ្ចឹងក្នុងរយៈពេល7វិនាទីវានឹងចេញជា restart មកអញ្ចឹង83អូខេហើយយើងយកឲ្យគាត់កាន់នេះទៅគាត់ចុចលើហ្នឹងទៅឲ្យវាបាត់ឈាមទៅវិញបាទអញ្ចឹងពេលដែលយើងជួសឈាមហើយអា test strip ហ្នឹងប្រើបានតែម្ដងទេបើសិនយើងដកអាហ្នឹងហើយយើងត្រូវបោះចោលកន្លែងណាឲ្យល្អតិចព្រោះវាមានឈាមនៅហ្នឹងទី2យើងអាចប្រើវាម្ដងទៀតបានបើសិនយើងដោតប្រើវាម្ដងទៀតវានឹងចេញជា error ដូចអានេះចឹង EU error ហ្នឹងហើយព្រោះអាហ្នឹងវាប្រើហើយមួយទៀតដែរមកចូលសុំប្រយ័ត្នបន្តិចដោយសារយើងជួសគាត់ហើយគាត់ត្រូវតែបោះនៅហ្នឹងចោលអញ្ចឹងយើងត្រូវតែដកវាឲ្យស្រួលបួលកុំឲ្យវាមុតដៃយើងហើយមុតដៃអតិថិជនផ្សេងទៀតដែរអញ្ចឹងនេះជាអ្វីដែលយើងគួរតែធ្វើបាទ